សួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំមកបង្ហាញអំពីវិធីងាយបាទនៅក្នុងការបាទពុះខ្នោដែលធ្វើឲ្យយើងមិនប្រឡាក់ជ័របងប្អូនអញ្ចឹងជ័រខ្នោគឺវាលំបាកនៅក្នុងការសម្អាតវាណាបងប្អូនអញ្ចឹងខ្ញុំមានវិធីងាយជាមួយយើងយកថង់ដែលស្អាតយកមកគ្រាន់តែជូតបាទដុសអញ្ចឹងជ័រនឹងជាប់នឹងថង់ផ្លាស្ទិកដែលយើងជូតនោះបាទជាប់អស់តែម្ដងអញ្ចឹងវិធីដែលយើងធ្វើបែបនេះបាទធ្វើឲ្យយើងនឹងឯងបាទមិនមានជួរប្រឡាក់ដៃប្រតិបតាពុំពិបាកលាងទេអញ្ចឹងបាទខ្ញុំនឹងបង្ហាញបងប្អូនបាទសម្រាប់ការបេះខ្នោបាទអញ្ចឹងខ្នោនៅក្រោយផ្ទះបាទខ្ញុំដល់ពេលវាទុំហើយបាទខ្ញុំទុំដើមតែម្ដងបាទជាលើកទី1ហើយដែលដើមខ្នោនេះបានផ្ដល់ផ្លែទុំសម្រាប់ខ្ញុំបាទខ្ញុំដាំដោយខ្លួនឯងអញ្ចឹងពុកម៉ែបងប្អូនដែលចូលចិត្តពិសាឬក៏ទទួលទាននៅខ្នោបាទគឺមានអត្ថប្រយោជន៍យ៉ាងច្រើនអញ្ចឹងខ្ញុំមកបង្ហាញថ្ងៃនេះគឺវិធីងាយនៅក្នុងការសម្អាតជ័ររបស់វាបងប្អូនអញ្ចឹងខ្នោដែលទៅតែបេះបានពីដើមវាថ្មីបែបនេះបាទបងប្អូនបាទពុះខ្វាច់គឺជ័រវាច្រើនមែនទែនបងប្អូនជ័រវាត្រែលមកតែម្ដងអញ្ចឹងតែយើងមានវិធីអីដើម្បីកុំឲ្យបាទជ័រទាំងនោះបាទលំបាកនៅក្នុងការសម្អាតបងប្អូនអញ្ចឹងយើងគ្រាន់តែបាទយកថង់បាទផ្លាស្ទិកបាទថង់ផ្លាស្ទិកហ្នឹងយើងច្រកដៃមកហើយយើងយកថង់ផ្លាស្ទិកមួយទៀតយកមកជូតវាបងប្អូនអញ្ចឹងសម្រាប់ជ័រខ្នោនិងថង់ផ្លាស្ទិកគឺបាទវាបាទស៊ីគ្នាមែនតើបងប្អូនអញ្ចឹងនេះជ័រឡើងច្រើនមែនតើជ័រសបាទសម្រាប់ខ្នោនេះបាទមានសាច់វាល្អណាស់បងប្អូនអញ្ចឹងយើងយកថង់យ៉ាងមកបាទជូតដោះដោះបែបនេះបងប្អូនអញ្ចឹងជ័រវាមកជាប់នឹងថង់អស់ហើយបាទជ័រនឹងជាប់ថង់អស់ហើយមិនលំបាកនៅក្នុងការសម្អាតទៀតទេអញ្ចឹងវីដេអូនេះខ្ញុំចង់បង្ហាញតែប៉ុណ្ណឹងសម្រាប់បងប្អូនដែលចូលចិត្តវីដេអូរបស់ខ្ញុំជួយជួយចុច like និងបាទជួយចុច subscribe ឲ្យម្នាក់មួយផងអរគុណពុកម៉ែបងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំនឹងផ្ដល់នៅបាទចំណេះដឹងខ្លះដែលទាក់ទងទៅនឹងបទពិសោធន៍នៅក្នុងជីវិតបាទនិងមួយទៀតបាទនឹងមានវិធីធ្វើម្ហូបបាទផ្សេងដែលតាមចំណូលចិត្តដែលខ្ញុំធ្វើទៅតាមចំណេះដឹងដែលខ្ញុំធ្លាប់មានចែករំលែកឲ្យពុកម៉ែបងប្អូនបានបាទចេះតគ្នាសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃបាទអរគុណបាទជម្រាបលាសុខសប្បាយសំណាងល្អ